ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូថ្ងៃនេះគឺនាំបងប្អូនមកមើលដើមកធូបរបស់ខ្ញុំណាបងប្អូនព្រោះដើមកធូបរបស់ខ្ញុំឥឡូវគឺវាចាប់ផ្ដើមចេញផ្លែហើយផ្លែវាគឺធំល្អបងប្អូនឡើងប៉ិនម្រាមដៃបងប្អូនមូប៉ិនម្រាមដៃដែរមើលទៅធំដែរអញ្ចឹងណាហើយល្អមែនតើណាបងប្អូននេះហើយវីដេអូនេះគឺចង់ចែកម្លែកបងប្អូនដែលគាត់អត់ដែរបានស្គាល់ឬក៏បានឃើញផ្លែវាអញ្ចឹងណាព្រោះពេលខ្លះបងប្អូនខ្លះគាត់អត់ដែរឃើញទេព្រោះដោយសារតដើមកធូបនេះដល់យើងដាំយូរឆ្នាំដែរអញ្ចឹងណាបានវាអាចចេញផ្លែអញ្ចឹងណាព្រោះពេលខ្លះខ្ញុំគិតថាដាំយូរឆ្នាំក៏វាអត់មានផ្លែដែរប៉ុន្តែសម្រាប់ដើមកធូបខ្ញុំគឺនិយាយទៅគឺដាំរៀងប្រហែលឆ្នាំនេះ 2-3 ឆ្នាំដែរហើយវាចេញផ្លែចេញអីអញ្ចឹងណាមើលទៅវាប្លែកដែរព្រោះខ្ញុំវាអត់ដែរដឹងដែរអញ្ចឹងថាដើមកធូបវាមានផ្លែមានអីហើយនេះគឺផ្លែវាបងប្អូនហើយអាខ្លះនោះគឺវាទុំឡើងកម្ៅបងប្អូននោះឡើងខ្មៅហ្មងឡើងដូចព្រីងអញ្ចឹងណាមើលទៅឡើងដូចព្រីងបងប្អូននេះល្អណាហើយមើលទៅឡើងល្អហើយធំដែរតើបងប្អូនមូធំអញ្ចឹងណាហើយនេះសម្រាប់បងប្អូនដែលគាត់អត់ដែរឃើញអីអាចមើលបានអញ្ចឹងណាបងប្អូនហើយមើលទៅតំណងដែរហ្នឹងហើយយើងរបៀបដូចថាអត់ដឹងទេបងប្អូនអត់ដឹងថាផ្លែវាហ្នឹងគឺអាចហូបបានឬក៏អត់អញ្ចឹងណាព្រោះយើងអត់ហ៊ានហូបទេព្រោះយើងអត់ដែរដឹងថាផ្លែវាហូបបានឬក៏មិនបានអញ្ចឹងយើងអត់ហ៊ានហូបទេព្រោះយើងពេលខ្លះយើងខ្លាចពុលដែរព្រោះដើមបន្លែផ្លែឈើខ្លះពេលខ្លះបន្លែយើងអាចហូបស្លឹកហូបអីបានអញ្ចឹងទៅប៉ុន្តែផ្លែវាយើងហូបអត់បានទេវាអាចពុលអាចអីអញ្ចឹងណាហើយនេះគឺខ្ញុំអត់ដឹងនិយាយទៅអត់ដឹងអត់ធ្លាប់ដឹងអត់ដឹងថាវាហូបបានឬក៏មិនបានទេហើយបើសិនជាមានបងប្អូនណាដែលគាត់ដឹងថាផ្លែវាអាចហូបបានឬក៏មិនបានហើយអាចជួយខមមិនប្រាប់ខ្ញុំផងបងប្អូនព្រោះថាខ្ញុំឆ្ងល់ដែរព្រោះខ្ញុំអត់ដែរដឹងខ្ញុំមិនដឹងថាវាហូបកើតឬក៏មិនកើតទេព្រោះថាបើសិនជាស្លឹកយើងដឹងតែស្លឹកវាយើងយកទៅស្លយកទៅអីដល់ពេលផ្លែយើងអត់ដែរឃើញអត់ដែរស្គាល់អត់ដែរឃើញដែរហើយនេះទំតែយើងដាំខ្លួនឯងនេះបងប្អូនយើងដាំខ្លួនឯងដល់វាចេញផ្លែចេញអីចឹងទៅបានយើងអាចដឹងថាអូតាមពិតផ្លែវាអញ្ចឹងតាមពិតខ្ញុំអត់ដែរឃើញទេបងប្អូនទំតែឃើញអាដាំខ្លួនឯងនឹងឯងហើយល្អណាបងប្អូនមើលទៅឡើងមូឡើងខ្មៅហ្មងវាទុំអញ្ចឹងទៅដូចព្រីងអញ្ចឹងណាមិនដឹងថារសជាតិវាមិនឬក៏មិនអីមិនអញ្ចឹងណាព្រោះយើងអត់ហ៊ានហូបព្រោះយើងអត់ដឹងច្បាស់អញ្ចឹងទៅគឺយើងអត់ហ៊ានហូបទេបងប្អូនយើងខ្លាចពុលខ្លាចអីដែរអញ្ចឹងណាគ្រាន់ថាយើងចេះទុកវាបងប្អូនទុកវាឲ្យល្អមើលអញ្ចឹងណាហើយបើស្ងាប់អាចកោមខាងលើនេះគឺវាអត់តន់ទុំទេអានេះវាខ្ចីវានៅខ្ចីទាំងអស់អញ្ចឹងណាហើយមូថ្លាញ់ល្អណាបងប្អូននេះនិយាយទៅមើលទៅតំណងទៀតចកោមស្អាតទៀតបងប្អូនហើយសម្រាប់បងប្អូនដែលគាត់អត់ដែរឃើញអីអញ្ចឹងបងប្អូនអាចតាមដានមើលវីដេអូរបស់ខ្ញុំបានណាបងប្អូននេះហើយសម្រាប់ដើមកធូបនេះបងប្អូនមើលទៅឃើញវាទូចអត់តាមពិតគឺខ្ញុំដោយសារខ្ញុំដាំយូរឆ្នាំមែនប៉ុន្តែខ្ញុំដាំក្នុងធុងខ្ញុំដាំដាក់ធុងដល់ពេលអញ្ចឹងវាអត់សូវរបៀបដូចថាវាអត់សូវធំខ្លាំងប៉ុន្តែតាមពិតដើមហ្នឹងយូរឆ្នាំហើយវារបៀបដូចថាយើងដាក់ធុងអញ្ចឹងទៅវាមិនសូវមានទីលានដីច្រើនអញ្ចឹងទៅគឺដើមវាមិនសូវលូតលាស់បានធំរបៀបដូចថាដើមវាខិនប៉ុន្តែខ្ញុំដាំយូរឆ្នាំហើយបងប្អូន